លោកស៊ីថាថាមិនសូមជម្រាបសួរលោកពូតាមការយល់ឃើញរបស់លោកពូតើថៃនឹងមកប្រជុំនៅខេត្តសៀមរាបតាមការអញ្ជើញរបស់កម្ពុជានៅចុងខែ4នេះទេសូមអរគុណលោកពូបាទអត់មិនអាចនិយាយបានដែរលោកស៊ីថាទៅបាទគ្រាន់តែអ្វីដែលយើងអាចនិយាយបានគឺយើងនៅតែរក្សាក្តីសង្ឃឹមបាទទោះបីសង្ឃឹមតិចតួចក៏ដោយក៏យើងនៅតែរក្សាក្តីសង្ឃឹមបាទអញ្ចឹងសង្ឃឹមថាថៃគាត់អត់មានអ្វីដែលដោះសារទៀតប៉ុន្តែបើយើងមើលនានាការអញ្ចឹងដែលហេតុផលដែលគាត់យកមកប្រើជាបន្តបន្ទាប់នោះគឺហេតុផលទី1គឺរដ្ឋាភិបាលណាការរដ្ឋាភិបាលដំបូងបោះឆ្នោតហើយរដ្ឋាភិបាលឥឡូវបង្កើតរដ្ឋាភិបាលហើយមានអីទៀតគាត់នៅលេសថាបង្កើតក្រុមគណៈកម្មការ JBC ថ្មីនឹងអត់ទាន់ហើយអញ្ចឹងដូច្នេះមកដល់ពេលនេះខ្ញុំអត់ទាន់មានព័ត៌មានណាថាគាត់តែងតាំងអ្នកណាជាសមាជិកភាព JBC ទេឃើញទេអញ្ចឹងដូច្នេះបើកាលណាគាត់យើងអាចមើលក្នុងរយៈពេលប្រហែលថ្ងៃនេះបើសិនជាគាត់បង្កើត JBC របស់គាត់នឹងហើយចឹងបានយើងអាចយល់ថាគាត់ប្រហែលជានឹងបញ្ជូនមកប៉ុន្តែមកដល់ពេលនេះគឺអត់ទាន់មានសូចនាករណាឬក៏សញ្ញាណាបង្ហាញថាគាត់បានតែងតាំង JBC របស់គាត់នោះទេអ្វីដែលយើងអាចធ្វើបានគឺគាត់រក្សាក្តីសង្ឃឹមថាគាត់អត់មានហេតុផលណាមកដាក់លេសទៀតដូច្នេះបើយើងគាត់នៅមានលេសគឺដាក់សម្ពាធខាងការទូតនឹងបន្ថែមតទៅទៀតផងដែរបាទអញ្ជើញម្ដងអញ្ជើញ2ដងឥឡូវលើកអញ្ជើញ3ដងហើយបាទសុជាតិទៅពូកាលពីសង្គ្រាមអ៊ីរ៉ង់ចាប់ផ្ដើមលោកត្រាំមានពិធីមួយឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ចេញធ្វើសកម្មភាពខាងក្នុងប្រទេសតែពេលនេះលោកតាមចង់បញ្ចប់សង្គ្រាមទៅវិញសូមយោបល់លោកពូអូយល់ចំនួនហ្នឹងបាទពីព្រោះអីឥឡូវហ្នឹងលោកប្រធានាធិបតីថាកំពុងតែប្រយុទ្ធអញ្ចឹងលោកមិនឲ្យពួកគាត់ចេញមកតវ៉ាទេចាំការប្រយុទ្ធនឹងចប់អាចនឹងឲ្យចេញមកដើម្បីគ្រប់គ្រងប្រទេសអញ្ចឹងណាក៏ប៉ុន្តែអ្វីដែលសុជាតិចង់ដឹងថាតើបើសិនជាអាមេរិកបញ្ឈប់ទៅហើយអត់មានបានលទ្ធផលដោយដែលប្រជាពលរដ្ឋអ៊ីរ៉ង់គាត់ចង់បានតើជារឿងមួយដែលធ្វើឲ្យពួកគាត់ខកចិត្តឬក៏ជារឿងមួយដែលគាត់និយាយពីសម្រាប់ថាចាញ់បោកសហរដ្ឋអាមេរិកឬទេមកនិយាយចឹងតែម្ដងចាស់បាទនេះឯងជាអ្វីដែលយើងកំពុងរងចាំមើលផងដែរក៏ប៉ុន្តែដោយដែលខ្ញុំបានប្រាប់ scenario 4ដែលលោកសាស្ត្រាចារ្យនៅ George Washington University សាកលវិទ្យាល័យ George Washington បានមានប្រសាសន៍អញ្ចឹងគឺ scenario ហ្នឹងគឺ scenario ឯតាមរយៈការចរចាជាមួយទៅប្រហែលម៉ោងទៀតនេះយើងអាចនឹងដឹងហើយគឺបើសិនជាការចរចាជោគជ័យហ្នឹងគឺប្រហែលជាការដឹកនាំនឹងនៅដដែលទេថ្នាក់ដឹកនាំនៅដដែលគាត់ថាមនុស្សថ្មីដឹកនាំហើយត្រូវបទូបថយការរឹតបន្តឹងខ្លះទៅលើប្រជាពលរដ្ឋអីនៅអ៊ីរ៉ង់អីអញ្ចឹងទេបាទបើដូរមកមេដឹកនាំថ្មីដោយដែលអ្វីដែលលោកសន្យាពីខាងដើមប្រហែលជាទៅមិនរួចទេវាចូលក្នុងករណីនៅវេណេស៊ុយឡាទៀតហើយអញ្ចឹងណាបាទក៏ប៉ុន្តែមានព័ត៌មានមួយដែលខ្ញុំរៀបយកមកជម្រាបជូនដែរគឺនៅក្នុងពេលនេះគឺពេលដែលលោក JD Vance ទៅហ្នឹងបើតាមអ្នកដែលដឹងរឿងហ្នឹងក៏បានបញ្ជាក់ប្រាប់ថាសហរដ្ឋអាមេរិកក៏មានការដាក់លក្ខខណ្ឌចរចាឲ្យដោះលែងពលរដ្ឋអាមេរិកថាដូចជា6នាក់ដែលកំពុងជាប់ឃុំរបស់អ៊ីរ៉ង់ដែលអ៊ីរ៉ង់យកមកដាក់សម្ពាធក្នុងការចរចាដែរបាទក៏ប៉ុន្តែតើបញ្ហានឹងជាបញ្ហាអតិភិបឬក៏យ៉ាងណាយើងអត់ទាន់ដឹងដែរក៏ប៉ុន្តែជាសរុបមកវិញអ្វីដែលសុជាតិចង់ដឹងគឺខ្ញុំយល់ថាscenario ដែលឲ្យខាងប្រជាធិបតេយ្យដឹកនាំគឺมันអាចទៅរួចទេបាទហើយជានៅការដឹកនាំបន្តហើយយោបល់ខ្ញុំតើធ្វើចឹងត្រូវឬខុសយ៉ាងម៉េចខ្ញុំយល់ថាជាការខកចិត្តថាដែរសម្រាប់អ្នកដែលគ្នាតស៊ូចង់បានសិទ្ធិសេរីភាពហ្នឹងបាទខ្ញុំអាចនិយាយអញ្ចឹងបានណាតន់ចូលធ្វើការផ្លូវការវិញអាចនិយាយបានបាទប៊ុននេះថាម៉េចប៊ុននេះអូខេចិត្តច្រាស់មកប៊ុននេះគាត់ថាជំរាបសួរពូសូមអធិស្ឋានពូមិនបានចូលស្ដាប់រាល់ព្រឹកលោកពូតើសង្គ្រាមសៀមវាមកលើប្រទេសរបស់យើងមានពាក់ព័ន្ធនឹងគម្រោងប្រជិហ្វូណានដែរឬទេដើម្បីបំផ្លាញសេដ្ឋកិច្ចកម្ពុជាកុំឲ្យមានលទ្ធភាពសាងសង់ខ្ញុំប្រហែលជាមិនឃើញមានការជាប់ពាក់ព័ន្ធយ៉ាងណាទេប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺថៃគាត់តែងតែចង់គ្របដណ្ដប់ទៅលើសេដ្ឋកិច្ចរបស់យើងនឹងបាទគាត់ចង់នេះចឹងបាននៅក្នុងចំណោមអ្នកគេថាវិទ្យាសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍មានចែងជាឯកសារតែម្ដងគឺប្រសាសន៍របស់លោកជុនលីកប៉ៃខ្ញុំចាំឆ្នាំបើខ្ញុំចាំបាននៅឆ្នាំ1992បាទប្រជាជនលីកប៉ៃណាបាទជួនលីកប៉ៃឆ្នាំ92ហ្នឹងហើយដែលគាត់និយាយថានឹងប្រែคล้าย
តំបន់ប្រទេសកម្ពុជាគាត់ប្រឹងដើម្បីធ្វើយ៉ាងណាឲ្យបញ្ចប់សង្គ្រាមក្នុងពេលកន្លងមកគាត់ថានឹងធ្វើប្រែក្លាយកម្ពុជាឲ្យជាទីផ្សារមួយបាទនឹងសម្រាប់ពិភពលោកសម្រាប់តំបន់អីចឹងមកបាទក៏ប៉ុន្តែការពិតគឺក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងមកបាទដែលយើងបានបោះឆ្នោតរដ្ឋាភិបាលថ្មីមកគឺទីផ្សាររបស់កម្ពុជានឹងប្រៀបដូចជាទីផ្សាររបស់ថៃនឹងច្រើនជាងទទួលទំនិញថៃច្រើនជាងដូចជាថៃចំណេញច្រើនណាស់តាំងពីយើងនៅចំនួនច្បាំងគ្នាជនភៀសខ្លួនក៏ថៃចំណេញរហូតដល់យើងមានឯកភាពជាតិមានបោះឆ្នោតហើយមានរដ្ឋាភិបាលហ្នឹងគឺយើងបានខ្លាយជាទីផ្សាររបស់ថៃនឹងច្រើនយើងខ្លាយទៅជា consumer nation ជាប្រជាជាតិមួយដែលទទួលទំនិញប្រើប្រាស់ទំនិញថៃហ្នឹងអញ្ចឹងនៅពេលដែលយើងអាចនឹងឯករាជ្យខ្លួនឯងទៅលើច្រកណាមួយថៃគាត់មិនសប្បាយចិត្តទេបាទខ្ញុំអាចនិយាយបានចឹងនេះជារឿងមួយដែលមិនមែនជាគំនិតរបស់ខ្ញុំទេជាគំនិតរបស់អ្នកវិទ្យាសាស្ត្រនយោបាយដែលខ្ញុំបានរៀនដោយផ្ទាល់តែម្ដងបាទហ្នឹងណាបាទបុញ្ញានគាត់ថាជំរាបសួរលោកកិច្ចចរចាជាមួយអ៊ីរ៉ង់ពីបទជបាញ់និងបើកច្រកសមុទ្រហ័រមូសវិញបានដែរទេបើមិនបានតើសហរដ្ឋអាមេរិកនឹងស៊ីអ៊ីស្រាអែលបន្តការវាយគ្នាទៀតទេលោកពូបាទតើចរចាបានបន្តការវាយប៉ុន្តែគាត់ថាមានពេល2សប្តាហ៍ណា2សប្តាហ៍ហ្នឹងដូច្នេះអាចនឹងបើសិនជាបរាជ័យលើកនេះនៅប៉ាគីស្ថានអាចនឹងមានលទ្ធភាពមួយទៀតដែលថាឧទាហរណ៍ពីព្រោះនៅទឹកក្រោយណាទឹកក្រោយគឺចរចារវាងអ៊ីស្រាអែលជាមួយនឹងលីបង់អញ្ចឹងដូច្នេះអាចនឹងលីបង់នឹងទៅចរចាត្រូវមុនសិនមកឈប់បាញ់គ្នាបានយកកតាហ្នឹងមកគួបជាមួយនឹងអ៊ីរ៉ង់អីចឹងទៀតទៅក៏មានដែរណាចឹងដូច្នេះបាទយើងមិនចង់ឲ្យវិលទៅសេណារីយ៉ូប្រយុទ្ធគ្នាឡើងវិញទេដោយតែព័ត៌មានដែលខ្ញុំបានបង្ហាញនេះចឹងគឺអតិផរណាហ្នឹងមកប៉ះហៅប៉ៅពលរដ្ឋអាមេរិកខាងដែរណាមិនមែនតែប៉ះហៅប៉ៅពលរដ្ឋប្រទេសផ្សេងទេបាទអូខេសូមចុងក្រោយមួយភាវីសួរថាម៉េចខ្ញុំឆ្ងល់ថៃវិធីអ្វីក៏គាត់ធ្វើកើតគ្មានការអៀនខ្មាស់សោះទាំងលើទាំងក្រោមគឺដូចគ្នានិយាយពីថៃគឺហត់ចិត្តណាស់អាណិតអ្នកដែលចូលរួមចរចាជាមួយបាទចុងក្រោយហ្នឹងថៃគាត់និយាយគាត់ពីដើមមកអញ្ចឹងមកគាត់ថាបើសិនជាយើងយករឿងហ្នឹងទៅអន្តរជាតិគាត់ខ្លាចអញ្ចឹងដូច្នេះមានតែការបង្កើនសម្ពាធអន្តរជាតិទេបាទបើនៅតែពីអ្នកទ្វេភាគីហ្នឹងគាត់ដើរខ្សែលើអញ្ចឹងអូខេគុនធាសួរថាម៉េចគុនធាបងតើការសម្រេចចិត្តសេចក្តីថ្លែងការណ៍ថ្មីរបស់កម្ពុជាឲ្យមានសក្តានុពលយ៉ាងណាដែរសម្រាប់ជំហានបន្ទាប់ក្នុងការធ្វើសង្គ្រាមការទូតដ៏ធំទៅបញ្ហាព្រំដែនមានសារៈសំខាន់ការកំណត់ការទូតនីមួយៗគឺអាចនឹងប្រើប្រាស់សម្រាប់ជាឯកសារកតិយុត្តនៅពេលក្រោយនៅពេលដែលយើងត្រូវការប្រើប្រាស់វាទាំងការតវ៉ាទៅអង្គការសហប្រជាជាតិឆាកអន្តរជាតិនិងផ្លូវច្បាប់ជាដើមមកមានសារៈសំខាន់ត្រូវតែធ្វើហើយអញ្ចឹងបាទខ្ញុំបញ្ចប់ដោយនិយាយថាប្រិមិត្តមួយចំនួនខ្ញុំឃើញគាត់ដាក់ទៅខ្ញុំយល់ពីអារម្មណ៍របស់គាត់វាអាចទី1គាត់ឃើញលទ្ធផលមិនតបានឃើញព្រោះវាការទូតមិនងាយទេធ្វើការលំបាកស្មុគស្មាញណាស់បាទទី2គាត់មិនធ្លាប់បានឃើញប្រវត្តិបែបហ្នឹងអញ្ចឹងគាត់ចង់ឃើញលទ្ធផលទី3ក៏ដូចគាត់អន់ចិត្តជាមួយនឹងខាងរដ្ឋាភិបាលកម្ពុជាផងគាត់និយាយទៅពេលខ្លះបាទទាំងអ្នកអន់ចិត្តទាំងអ្នកមិនអន់ចិត្តក៏ដូចជាអស់សង្ឃឹមបាទអញ្ចឹងណាក៏ដោយខ្ញុំក៏និយាយដោយទស្សនៈផ្ទាល់ខ្លួនខ្ញុំថាត្រូវតែរក្សាក្តីសង្ឃឹមដរាបណាមិនទាន់មានការចរចាការចុះហត្ថលេខាដែលកំណត់ថាដីនេះខ្ញុំឲ្យទៅថៃឯងដីនេះខ្មែរខ្ញុំយកឥឡូវតាក់កុងតឺន័រចំណាយយើងយកប៉ុណ្ណឹងអាហ្នឹងបានយើងអស់សង្ឃឹមបើកាលណានៅតែតវ៉ានៅតែចរចាកិច្ចការហ្នឹងនៅតែបន្តមិនចប់ទេបាទត្រូវតែគិតអញ្ចឹងហើយបើកាលណាយើងអស់សង្ឃឹមអាហ្នឹងគឺប្រៀបដូចជាយើងដើរចូលទៅក្នុងច្រករបស់ថៃល្បិចរបស់ថៃដែលគាត់ធ្វើយ៉ាងណាអ្វីដែលថៃគាត់ចង់បាននោះគឺពីរចំណុចសំខាន់ណាស់ធ្វើឲ្យយើងអស់សង្ឃឹមនៅក្នុងការទៀមមកវិញបាទនឹងគឺជាគាត់ធ្វើទាំងការប្រោបពាក្យសម្ដីបើអូបាទនឹងគឺគាត់ចង់បានហ្នឹងឲ្យអស់សង្ឃឹមនៅក្នុងការទៀមវិញទី2ឲ្យមានការបែកបាក់នៅក្នុងជួរកម្ពុជាហ្នឹងទាំងរវាងអ្នកនយោបាយនិងអ្នកនយោបាយទាំងរវាងថ្នាក់ដឹកនាំរបស់កម្ពុជាជាមួយនឹងប្រជាពលរដ្ឋខ្លួនឯងបើសិនជាយើងបាត់បង់ពីហ្នឹងគឺថៃជោគជ័យដោយមិនបាច់ប្រើក្របកំភ្លើងឲ្យអស់ច្រើនជាងនឹងទេបាទអញ្ចឹងត្រូវតែរក្សាក្តីសង្ឃឹមជឿជាក់ទៅលើយន្តការការទូតបាទច្បាប់អន្តរជាតិហ្នឹងគឺត្រូវតែហ្នឹងបាទថៃមិនទាន់មានកម្រិតមួយដែលខ្លាំងដូចរុស្ស៊ីដូចអាមេរិកដែលអាចនឹងកាន់បិចមកគូសផែនទីឡើងវិញជាឯកតោភាគីដោយរួចខ្លួនបានទេក៏
កុំឲ្យតម្លៃថៃខ្លាំងដល់ប៉ុណ្ណឹងពេកបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាខ្ញុំអរគុណហើយអរគុណទៀតបើអ្នកណាមិនបានចូលមកប្រិយមិត្តណាមិនបានចូលមកក្នុងរយៈពេលប្រហែលថ្ងៃខាងមុខនេះជូនពរឆ្នាំថ្មីណាទៅសម្រាប់ធ្វើដំណើរទៅស្រុកទៅអីណាបានសេចក្តីសុខសប្បាយបើបប្រយ័ត្នប្រយែងបន្តិចណាបាទតែបើល្អកុំធ្វើដំណើរទៅឆ្ងាយព្រោះសាំងកំពុងឡើងថ្លៃផងសំចៃនៅចិត្តហ្នឹងទៅបាទប៉ុន្តែកុំភ្លេចទៅវត្តហើយនឹករំលឹកទៅដល់យុទ្ធជនដែលបានពលីផងបាទសូមអរគុណសូមជម្រាបលា